ជ្រូកខ្សែកតម្លៃ$10,000ជាងជាសំណាងរបស់ខ្ញុំមែនតែនបងប្អូនអើយដែលកូនចៅខ្ញុំគាត់ឃើញតន់ប្តីខ្ញុំគាត់រវល់និយាយទូរស័ព្ទនៅក្នុងឡានឲ្យប្រពន្ធដើរមកមុនទៅបងប្អូនដើរមកដល់មុខកន្លែងកម្មវិធីគេស្អាកូនចៅស្រែកថាខ្សែកដាច់បងប្អូនអ្នកគ្នាអូខ្ញុំឡងអស់ព្រលឹងអលេងបងប្អូនមើលទឹកមុខខ្ញុំសើចលេងសំបងប្អូនហើយចុះមកជ្រូកបាត់ទៅទឹកភ្នែកហ្នឹងឯងបងប្អូនអើយហើយនេះមិន content អីណាបងប្អូនអ្នកគ្នាគឺការពិតហ្មងបងប្អូនអ្នកគ្នាមើលទឹកភ្នែកទឹកមុខខ្ញុំគឺសើចលេងសំហ្មងបងប្អូនចង់បានថាសំណាងណាបងប្អូនចេះយកកូនចៅដើរតាមបើគ្មានអ្នកឃើញទេគឺបាត់ហើយមិនតាន់បាត់ភ័យផងក៏បានជួបជាមួយនឹងបងស្រីជំទាវត្រីដាណាបងប្អូនអ្នកគ្នាខានជួបបងស្រីយូមែនតែន 3-4 ឆ្នាំមិនដឹងបងប្អូនចានៅក្មេងស្អាតដដែលតែម្ដងចាឥឡូវនេះគឺបានជួបបងហើយបងក៏បានសនេសនាមួយគាត់ចឹងណាគាត់សួរប្តីតាណាប្តីនៅជាប់និយាយការងារបន្តិចហើយឥឡូវជំទាវបងអញ្ជើញថតរូបមុនទៅហើយខ្ញុំក៏បានចូលថតរូបជាមួយដែរនិយាយទៅបងប្អូនអ្នកគ្នាដែលបានឃើញវីដេអូមួយនេះ share និង comment ទាំងអស់គ្នាបងប្អូនដែលមើលវីដេអូដល់ចប់ខ្ញុំចែកហេងឲ្យចំនួន5នាក់ម្នាក់200000បងប្អូនអ្នកគ្នាបញ្ជាក់ឲ្យព្រោះអីជាវៀងការខ្ញុំបាត់ខ្សែកនេះបងប្អូនអ្នកគ្នាបើខ្ញុំជ្រុះបាត់គឺខ្ញុំត្រូវខាតទៅបងប្អូនអញ្ចឹងខ្ញុំចែកហេងឲ្យអ្នកដែលគាត់មើលវីដេអូខ្ញុំ$50ចំនួន5នាក់ដោយតែរដងអញ្ចឹងណាបងប្អូនមុននឹងចេញទៅកម្មវិធីគេគឺអត់ដែលភ្លេចលៀបលេខឃ្លៀកអីសម្រាប់បងប្អូនដែលមានបញ្ហាស្អុយឃ្លៀកសាឃ្លៀកកទួលដុំពកបែកសង្វារមិនជឿជាក់នៅលើក្លិនខ្លួនអីហ្នឹងអាចជ្រើសប្រើបានជាមួយនឹងលេខឃ្លៀកទឹកអប់ស៊ីភ្លៀងបាបេឡា shop ជាប្រភេទលេខឃ្លៀកដែលជួយការពារការបែកញើសធំក្លិនខ្លួនឆ្អែតឆ្អាបមានផ្ដោះជូរឃ្លៀកដុំពកកទួលអីហ្នឹងណាលាបទៅបងប្អូនអ្នកគ្នានិយាយថាលាបឲ្យឃ្លៀកបងប្អូនសស្អាតបាត់ក្លិនបាត់សាបបាត់បាច់ញើសឲ្យឃ្លៀកបងប្អូនសអ្នកមានកូនតែសែកខ្ចីឆ្លងតលេពូធំមិនហ៊ានប្រើអីមកប្រើលេខឃ្លៀកបេឡាមកបងប្អូនជាប្រភេទលេខឃ្លៀកដែលគ្មានជាតិកាត់គ្មានជាតិបកធ្វើឲ្យឃ្លៀកបងប្អូនស្អាតហើយបើ version ទី2នេះវិញបងប្អូនអ្នកដែលគាត់ឆ្ងល់ថាមិនបានមានពណ៌ទឹកសមុទ្រមួយទៀតបងប្អូន version 2សម្រាប់អ្នកមានបញ្ហាធ្ងន់ធ្ងរឥឡូវប្តីថាឃ្លៀកអូនមួយក៏អូបអត់ប្តីថាក៏អូបណាចង់បានបងប្អូនអាចរកទិញតាមតូបតាមផ្សារទៅបងប្អូនធានាតម្លៃនិងគុណភាពបងប្អូនពេលដែលមានបញ្ហាអីអញ្ចឹងអត់តន់ហ៊ានប្រាប់ប្តីទេបងប្អូនអ្នកគ្នាអើយខ្លាចត្រូវមាត់ថាគ្រាន់តែឲ្យមុនមួយផ្លេតមកមុនមួយផ្លេតសោះមានបញ្ហាភ្លាមអញ្ចឹងអត់តន់ហ៊ានប្រាប់ប្តីទេបងប្អូនសុខចិត្តលាក់ទុកក្នុងចិត្តសិនណាបងប្អូនតែមុខនេះគឺមុខនៅភ័យនៅឡើយនិយាយពីថាមុនទៅកម្មវិធីហ្នឹងមួយថ្ងៃហ្នឹងចាប់អីក៏របូតដែរបងប្អូនចាប់អីរបូតហើយអារម្មណ៍យើងគិតថាច្បាស់ជាមានរឿងអីហីប៉ុន្តែយើងមិនដឹងថាកើតអីទេបងប្អូនចេះប្រយ័ត្នទៅថ្ងៃនេះគូណាតែខ្ញុំអត់យកកូនចៅមកតែយកកូនចៅមក2នាក់ម្នាក់កាន់កាមេរ៉ាម្នាក់ដើរកាន់រ៉ូបឲ្យចាឥឡូវ slash សិនណាចាំជួបបងស្រីខ្ញុំសិនបងប្អូននិយាយថាមកមីសម័យថ្មីបងប្អូនទៅសម្រាប់ baby បាន2ខែហើយស្បែកហើយនឹងមុខមាត់កមុំសុំចាញ់ខ្ញុំសុំចាញ់គាត់ហ្មងហើយបងស្រីធំខ្ញុំវិញបងប្អូនម្ចាស់ brand TRE ក្មេងសាហាវបងប្អូនវ័យប្រពន្ធខ្ញុំហើយឥឡូវនិយាយទៅពួកគាត់ស្អាតទៅណាបងប្អូនអ្នកគ្នាម្ចាស់ brand កុំឲ្យថាអ្នកខ្លះគាត់ថាចេះម្ចាស់ brand ស្អាតតែក្នុងកាមេរ៉ានៅក្រៅមើលអត់យល់ចាម្ចាស់ brand សម័យ Gen Z នេះវិញបងប្អូនអើយនៅក្នុងកាមេរ៉ាស្អាតតែ10%ទេដល់ពេលនៅក្រៅបងប្អូន100%តែម្ដងបងប្អូននិយាយថាមុខមាត់ possible នៅក្នុងកាមេរ៉ាអត់សូវហ្មងនេះនិយាយមែនតើណាបងប្អូនខ្ញុំនៅក្រៅនិយាយថាបងគាត់នៅក្រៅស្អាតសាហាវហ្មងបងប្អូនឥឡូវនេះយើងបានជួបជាមួយនឹងចេឆេងចាហើយឃើញគាត់តោះពីសម្ដីគ្នាជាមួយនឹងទីណូបងប្អូនអ្នកខ្ញុំឡងភ័យកុមារីតូចម្នាក់នេះឡងភ័យបងប្អូនជួយសម្រួលគេថាមានរឿងអីឥឡូវយើងនិយាយគ្នាតាមសម្រួលទៅរត់មកហ្នឹងគឺសម្រួលគេណាបងប្អូនកុំឃើញមាត់ជីបអូចហ្នឹងមិនមែនចាក់អូចគេណាឥឡូវយើងរត់ទៅមកថាខាងណាខ្សោយយើងទៅខាងហ្នឹងដើម្បីជួយគ្នាឥឡូវមានណាបងប្អូនសម្រួលឲ្យគេត្រូវគ្នាវិញពួកគាត់មានឆ្លុះគ្នាអីទេបងប្អូនកុំឃើញអញ្ចឹងណាចាំម្ចាស់ brand ស្រឡាញ់គ្នាណាហើយជាមួយនឹងនេះបងប្អូនអ្នកគ្នាជួបជុំជាមួយនឹងកម្ពុជាមេចាកម្ពុជាគេថាម្ចាស់ brand ល្បីនៅក្នុងកម្មវិធីទាំងអស់បងប្អូនដោយសារអីដឹងទេដោយសារតែកម្មវិធីរបស់គាត់គឺជាកម្មវិធីតំណាងចែកចាយធំរបស់ brand នៅក្នុងស្រុកខ្មែរគឺគាត់កាត់គ្រប់ brand ទាំងអស់តែម្ដងបងប្អូនអ្នកគ្នាអញ្ចឹងហើយត្រូវតែមានវត្តមានម្ចាស់ brand ធំនៅក្នុងកម្មវិធីរបស់គាត់កំពុងតែឆោត and on ក៏បានជួបជាមួយនឹងបងស្រីហងម៉ារ៉ានីនិយាយទៅពីកម្មវិធីមកយឺតមែនតែនបងប្អូនអ្នកគ្នាដោយសារគាត់ចប់កម្មវិធីមួយទៀតនិយាយថាដើររោមមុខគាត់ទៅណាបងប្អូនហើយប្រពន្ធមេដៃយ៉ាដល់ពេលខ្ញុំឈោចិត្តគាត់ទៅខ្ញុំដូចយៈមិនចេះបងប្អូនមកពីខ្ញុំធាត់មកពីខ្ញុំអីណាមកពីគាត់ទូចបងប្អូនទាំងអស់គ្នាប្រពន្ធផ្លូវខ្ញុំនិយាយទៅខ្លួនគាត់ប្រពន្ធគល់ផ្លូវខ្ញុំឃើញមុខប្តីហើយចង់សរសើរបងប្អូនទាំងអស់គ្នានិយាយពីថាឃើញមុខយើងស្អាតអត់បានទេទៀមទាដែរឥឡូវតលាបឲ្យបានសុកចិត្តអញ្ចឹងឥឡូវលាប UV ហើយនឹង DD cream ឲ្យសិនមុនទៅកម្មវិធីថ្ងៃនេះប្តីខ្ញុំសើអាវកក្អមចាបងប្អូនគេសុំបែបអូប៉ាបែបបរោះកូរ៉េម្ដងណាលាប UV ហើយស្បែកមុខគីឡូមួយតង់ណាបងប្អូនលាប UV ល្អមួយតង់ហើយដាក់ DD cream មួយជាន់ទៀត
បងប្អូនច្បាស់ជាឆ្ងល់ថាចេះមិនបាត់ខ្ញុំលាប UV ហើយនឹង DD cream នឹងពេលយប់ឲ្យប្តីអញ្ចឹងណាបងប្អូនតាមពិតណា UV និង DD cream នឹងលាបពេលណាក៏បានដែរបើពេលយប់អញ្ចឹងទៅធ្វើឲ្យមុខយើងកឡូឡងអីអញ្ចឹងណាប្តីខ្ញុំគាត់ចូលចិត្តអញ្ចឹងសម្រាប់ UV និង DD cream ខ្ញុំមកពេលដែលបងប្អូនលាបហើយស្បែកមុខបងប្អូនថ្លាដូចកញ្ចក់សំខាន់ណាលាបបានទាំងស្រីទាំងផុសស្ដើងស្អាតគួរឲ្យនិយាយទៅគឺស្រាសតុនដូចបងប្អូនអ្នកគ្នាឃើញហើយគឺមនុស្សអត់ស្បែកមុខក្រាស់អីចឹងណាបងប្អូនចង់បានលេការពារកម្ដៅថ្ងៃល្អកុំភ្លេច UV និង DD cream ចង់កាត់ស្តុកយកទៅលក់តបោះដុំឬក៏លក់រាយកុំភ្លេចឆាតចូលពេកធានាតម្លៃនិងគុណភាពផលិតផលរបស់ខ្ញុំមកបើថាអត់ល្អគឺអត់ចេញលក់ដាច់ខាតជាមួយនឹង UV និង DD cream ហ្នឹង